ឆ្នាំខ្ញុំជាម្ចាស់ហាងកាហ្វេ Pop Cafe ខ្ញុំចាប់ផ្ដើមអាជីវកម្មហ្នឹងតាំងពីខ្ញុំរៀនចប់ថ្នាក់ទី12ពីដំបូងមកខ្ញុំចាប់ផ្ដើមពីហាងតូចមកហាងហ្នឹងមានតែសម្រាប់ខ្ចប់ហើយនិង delivery ឯងខ្ញុំបើកកាហ្វេហ្នឹងមានតែអ្នកផ្ទះខ្ញុំឯងដែល support ខ្ញុំប៉ុន្តែអ្នកដែលចង់វិញខ្លួនខ្ញុំហ្នឹងគេថាយើងហ្នឹងនៅក្មេងពេកវ័យនៅរៀននៅអីចឹងណាគេនិយាយរបៀបមើងងាយឬក៏អីចឹងទៅពេលខ្លះរៀបនឹងបោះបង់ម្ដងដែរដោយសារតែពាក្យសម្ដីគេតែហេតុតែយើងស្រឡាញ់ហើយយើងត្រូវតែបន្តទៅមុខចឹងបងដោយសារតែខ្ញុំគិតថារៀនក៏បានបទពិសោធន៍ការរកស៊ីក៏បានបទពិសោធន៍ដែរខ្ញុំចាប់ផ្ដើមផុសវីដេអូនៅលើ social media ហើយព្យាយាមធ្វើរាល់ថ្ងៃដើម្បីឲ្យគេស្គាល់ហើយបន្ទាប់មកមាន e-gate ជួយ support ថែមមួយផ្នែកទៀតរបៀបដែលខ្ញុំធ្វើវីដេអូដំបូងហ្នឹងគឺខ្ញុំនិយាយអំពីការធ្វើម៉ាឆាបន្ទាប់មកខ្ញុំនិយាយពី drink របស់ខ្ញុំផ្សេងដែលខ្ញុំធ្វើរបៀបថានិយាយលេងនៅក្នុង social media អញ្ចឹងណាបន្ទាប់មកខ្ញុំចេះតែបន្តទៅមុខបន្តធ្វើវារហូតទាល់តែចាប់ផ្ដើមមានវីដេអូផ្ទុះមាន view ច្រើនមានអ្នកស្គាល់ច្រើនបាទខ្ញុំដឹងថាការផ្សព្វផ្សាយក៏ជាមួយផ្នែកមួយនៅក្នុងការរកស៊ីរបស់ខ្ញុំដែរហាងកាហ្វេរបស់ខ្ញុំអីដែលខ្ញុំ focus ហ្មងគឺ matcha ដោយសារតើខ្ញុំចូលចិត្ត matcha ហើយវាក៏ជាជំនាញរបស់ខ្ញុំដែរសម្រាប់ drink ដែលពេញនិយមនៅក្នុងហាងរបស់ខ្ញុំគឺមាន4ប្រភេទមាន matcha latte matcha strawberry hojicha latte ហើយនិង pure coconut matcha សម្រាប់រសជាតិ matcha latte របស់ខ្ញុំគឺអត់មានជាតិឆ្អាបអត់មានជាតិល្វីងហើយស្រួលញ៉ាំទៀតហើយបន្ទាប់មកក៏គួបផ្សំជាមួយនឹង matcha strawberry cream យើងមានរបៀបថាជូរអែមពីលើបន្ទាប់មកខាងក្រោមជាប្រភេទ matcha latte ហើយសម្រាប់ pure coconut សម្រាប់អ្នកដែលគាត់ចូលចិត្តដូងឬក៏ចូលចិត្តញ៉ាំអីដែលអត់សូវផ្អែមគាត់អាចញ៉ាំអាហ្នឹងបានសម្រាប់ hojicha វិញបើភ្ញៀវគាត់អត់ចង់ញ៉ាំ drink ណាដែលមានជាតិ caffeine ខ្ពស់គាត់អាចញ៉ាំជាមួយនឹងប្រភេទ hojicha latte បានវាឈ្ងុយតែដូចគ្នាចំណុចពិសេសរបស់ matcha ខ្ញុំទី1គឺវាអត់ឆ្អាបអត់ល្វីងហើយតម្លៃសមរម្យទៀតគុណភាពគឺដូចតម្លៃខ្ពស់ចឹងប៉ុន្តែតម្លៃសមរម្យចំណុចទី2គឺខ្ញុំសម្រាប់សម្រានយកមកពីរោងចក្រដោយផ្ទាល់ហ្មងអញ្ចឹងតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្លាប់ញ៉ាំពីកន្លែងផ្សេងមកដែលខ្ញុំញ៉ាំរាល់ថ្ងៃហ្នឹងគឺខ្ញុំយកមកតេស្តរសជាតិដើម្បីឲ្យមានតម្លៃសមរម្យហើយគុណភាពទទួលយកបានដល់ថ្នាក់មានគេសុំទិញម្សៅអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមលក់ម្សៅmatchaតាំងពីពេលហ្នឹងទៅអញ្ចឹងសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍គាត់អាចតាក់ទងមក Pop Cafe យើងបានពីដំបូងឡើយមុននឹងខ្ញុំបើកហាងហ្នឹងខ្ញុំជាអតិថិជនរបស់ e-gate ដែរពេលខ្ញុំ order អីខ្ញុំ order នៅក្នុង app e-gate បន្ទាប់មកពេលដែលបើកហាងហ្នឹងក៏ខ្ញុំនឹកឃើញដល់ការសហការជាមួយនឹង e-gate ព្រោះទាំងបុគ្គលិកទាំងសេវាកម្មអីគឺល្អក្រុមការងារ e-gate ក៏បានជួយ support ច្រើនដែរពាក់ព័ន្ធជាមួយនឹងការធ្វើ promotion ផ្សេងៗនៅក្នុង app ចំនួនបងដែលខ្ញុំធ្លាប់ទទួលបានច្រើនជាងគេប្រហែល170ទៅ200បងព្រោះពេលហ្នឹងមាន promotion នៅក្នុង app e-gate តាំងពីដើមរហូតមកដល់ឥឡូវហ្នឹងខ្ញុំចង់អរគុណទៅដល់ម៉ាក់ប៉ាខ្ញុំដែលគាត់ជួយជំរុញខ្ញុំពីក្រោយមិនថាមានរឿងអីក៏ដោយមិនថាជួបបញ្ហាអីផ្សេងក៏គាត់ផ្ដល់ជាគំនិតនិងជាដំណោះស្រាយឲ្យខ្ញុំរហូតហើយបើខ្ញុំអត់មានពួកគាត់ទេក៏ពេលខ្លះគឺខ្ញុំសឹងតែបោះបង់ដែរប៉ុន្តែមិនដឹងថាពេលហ្នឹងខ្ញុំកំពុងតែសម្រេចចិត្តបែបណាអរគុណដល់គាត់ដែលគាត់តែងតែលើកទឹកចិត្តខ្ញុំពីក្រោយជំរុញខ្ញុំពីក្រោយតែងតែ support ខ្ញុំទោះមានរឿងអីក៏ដោយ